សំណួរទី3ដោយសារយើងតពីចំណុចវីដេអូភាគទី1និយាយអំពីនីតិនៃប្រព័ន្ធប្រសាទយើងរៀនបាន2សំណួរហើយឥឡូវយើងចូលសំណួរទី3ចូលបញ្យលពីតម្រូវប្រសាទរបស់ប្រូទីសបាទណាអញ្ចឹងតើប្រូទីសតម្រូវប្រសាទរបស់វាយ៉ាងម៉េចបាទជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលខ្លឹមសារមេរៀនមួយដែលនិយាយអំពីចំណុចទី2គឺតម្រូវប្រសាទសត្វឥតឆ្អឹងកងបាទអញ្ចឹងនៅក្នុងចំណុចតម្រូវប្រសាទសត្វឥតឆ្អឹងកងនេះយើងរៀនអំពី4ចំណុចសំខាន់បាទទី1គឺយើងនឹង focus ទៅលើ protein បាទទី2យើងនឹង focus ទៅលើ it ទី3យើងនឹង focus ទៅលើចន្លេនហើយទី4យើងនឹង focus ទៅលើកណ្ដូបបាទអញ្ចឹងយើងនឹងទៅមើលចំណុច 2.1 ដែលនិយាយអំពី protein បាទអញ្ចឹង protein ដូចតែអ្នកនរគ្នាបានឃើញគឺយើងធ្លាប់ស្គាល់ពីថ្នាក់ទី10មកហើយដែលមាន paramezi និង amib បាទអញ្ចឹងពួក protein នេះគឺជាប្រភេទសារពាង្គកាយឯកកោសិកាមានន័យថារាងកាយមួយកើតឡើងពីកោសិកាតែមួយទេបាទដែលឡែកសារពាង្គកាយពហុកោសិកាដូចជាមនុស្សដូចជាគោឆ្កែក្របីជាដើមហ្នឹងគឺរាងកាយមួយមានន័យថាសត្វគោមួយឬក៏មនុស្សម្នាក់គឺកើតឡើងពីកោសិកាច្រើនតោះនេះចឹងបាទអញ្ចឹងពពួកប្រូទីសនេះវាមានកោសិកាតែមួយទេរាងកាយរបស់វាអញ្ចឹងវាអត់មានណឺរ៉ូនទេបាទវាអត់មានប្រព័ន្ធប្រសាទទេអញ្ចឹងសួរថាវាដឹងដោយវិធីណាវាឆ្លើយតបដោយវិធីណាបាទអញ្ចឹងគឺពពួកប៉ារ៉ាមេស៊ីយើងឃើញបក់រវិចនេះគឺជារោមញ័ររបស់វាហើយអញ្ចឹងពួកប៉ារ៉ាមេស៊ីប្រើរោមញ័រហ្នឹងបាទនេះបក់រវិចហ្នឹងដែលឡែកពួកអាមីបគឺវាប្រើសារធាតុគីមីឬក៏ធាតុកោសិកាដែលកំពុងតែហូរនេះមកក្រក់កំពុងហូរនេះកំពុងតែហូរមកមុខបន្តិចម្ដងអង្គលមកមុខបន្តិចម្ដងហ្នឹងដើម្បីពាត់ចាប់អាប៉ារ៉ាមេស៊ីនីស៊ីនេះអញ្ចឹងវាកំពុងតែអង្គលបន្តិចម្ដងហូរមកហ្នឹងអាហ្នឹងគឺជាធាតុកោសិការបស់វាហើយគឺជាប្រព័ន្ធប្រសាទរបស់វាបើយើងគិតទៅវាប្រើជាសរីរាង្គវិញ្ញាណរបស់វាបាទពីព្រោះវាអត់មានណឺរ៉ូនទេពីព្រោះរាងកាយវាមួយគឺកើតឡើងពីកោសិកាតែមួយទេបាទដល់ពេលមនុស្សម្នាក់គឺកើតពីកោសិកាច្រើនផ្គុំគ្នាដែលក្នុងនោះមានខួរក្បាលមួយដុំទៅកើតឡើងពីណឺរ៉ូនសុទ្ធចឹងទៅឃើញទេបាទដល់នេះអត់មានទេរាងវាមួយគឺកោសិកាមួយយើងឃើញនេះគឺក្របកំពុងហូរនេះបាទណាកំពុងហូរហ្នឹងគឺជើងបញ្ឆោតរបស់អាមីបហើយតោះនេះចឹងបាទអញ្ចឹងនៅក្នុងខ្លឹមសារប្រូទីសគឺមានតែប៉ុណ្្នឹងទេឥឡូវយើងទៅមើលខ្លឹមសារជាអត្ថបទបាទអញ្ចឹងខ្លឹមសារជាអត្ថបទគេដាក់ថាប្រូទីសគឺគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេ yes វាអត់មានកោសិកាណឺរ៉ូនទេបាទអញ្ចឹងវាមានអីខ្លះអញ្ចឹងវាមានទី1គឺប្រូទីសខ្លះហ្នឹងមានរោមញ័រដែលមាននាទីជាប្រព័ន្ធប្រសាទហើយប្រូទីសខ្លះទៀតគឺវាមានធាតុកោសិកាជាសរីរាង្គវិញ្ញាណរបស់វាបាទអញ្ចឹងពួកអាមានរោមញ័រហ្នឹងនេះគឺប៉ារ៉ាមេស៊ីនេះបាទដល់ពេលពួកអាមានធាតុកោសិកាហ្នឹងគឺអាមីបបាទអញ្ចឹងខ្លឹមសារប្រូទីសគឺមានតែប៉ុណ្្នឹងទេណាបាទមានតែប៉ុណ្្នឹងទេឥឡូវយើងទៅមើលសំណួរដែលអាចចេញប្រឡងនៅក្នុងការប្រឡងបាក់ឌុបអំពីខ្លឹមសារប្រូទីសតើគេអាចសួរថាម៉េចខ្លះបាទអញ្ចឹងសំណួរទី3ដោយសារយើងតពីចំណុចវីដេអូភាគទី1និយាយអំពីនីតិនៃប្រព័ន្ធប្រសាទយើងរៀនបាន2សំណួរហើយឥឡូវយើងចូលសំណួរទី3ចូលបញ្យលពីតម្រូវប្រសាទរបស់ប្រូទីសបាទណាអញ្ចឹងតើប្រូទីសតម្រូវប្រសាទរបស់វាយ៉ាងម៉េចអញ្ចឹងប្រូទីសគឺគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេបាទហើយប្រូទីសខ្លះមានរោមញ័រដែលមាននីតិដូចប្រព័ន្ធប្រសាទតោះនេះអញ្ចឹងហើយប្រូទីសខ្លះទៀតគឺមានសារធាតុកោសិកាបាទមានធាតុកោសិកាដែលជាសរីរាង្គវិញ្ញាណរបស់វាបាទដូចជាអាមីបដល់ពេលអាមានរោមញ័រគឺពពួកប៉ារ៉ាមេស៊ីតោះនេះអញ្ចឹងបាទអញ្ចឹងសំណួរប៉ុណ្ណឹងគឺយើងឆ្លើយបានតែប៉ុណ្្នឹងទេហើយក្នុងខ្លឹមសារហ្នឹងក៏មានតែមួយសំណួរនឹងដែរតោះនេះអញ្ចឹងបាទអញ្ចឹងវីដេអូរបស់លោកគ្រូបានមកដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូបន្ទាប់និយាយអំពី IT បាទសូមអរគុណសូមជម្រាបលា